Sốtស្វាគមន៍លោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារដ៏ប្រាក់តើការដំឡើងពន្ធ Reciprocal Tariff របស់សហរដ្ឋអាមេរិកជាឥទ្ធិពលអ្វីខ្លះដល់តម្លៃហាងឆេងមាសកាលពីថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025សហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានាធិបតីលោក Donald Trump បានបង្កការភ្ញាក់ផ្អើលពេញសកលលោកជាមួយនឹងការដាក់ចេញតារាងនាំពន្ធចូលក្នុងសហរដ្ឋអាមេរិកដែលធ្វើឲ្យតម្លៃមាសមានការប្រែប្រួលជាខ្លាំងលទ្ធផលការដាក់ពន្ធទៅវិញទៅមកឬ Reciprocal Tariff បានធ្វើឲ្យសេដ្ឋវិទូនិងវិនិយោគិនទាញសេចក្តីសន្និដ្ឋានថានេះជាសញ្ញាសង្គ្រាមពាណិជ្ជកម្មពន្ធគយដែលបណ្ដាលឲ្យសេដ្ឋកិច្ចសកលអស្ថិរភាពជាមួយគ្នានេះផងដែរការគម្រាមកំហែងពីគ្រោះធម្មជាតិរលកស៊ូណាមីគ្រោះរញ្ជួយដីនៅតែជាសញ្ញាប្រឈមនៅក្នុងឆ្នាំ2025នេះយោងទៅតាមគេហទំព័រ investing.com បានឲ្យដឹងថាតម្លៃមាសនៅពេលខាងមុខនឹងឡើងដល់តម្លៃ$3,300ក្នុង1អោនដែលស្មើនឹងជិត$4,000ក្នុងមួយតម្លឹងបើទោះបីជាមានការថមថយតម្លៃយ៉ាងណាក្តីក៏លោហៈធាតុពណ៌លឿងដែលជាទ្រព្យសុវត្ថិភាពនេះនៅតែបន្តឡើងថ្លៃដដែលសម្រាប់អស់លោកស្រីដែលមានចំណាប់អារម្មណ៍នៅក្នុងការវិនិយោគលុយអូស្ត្រាលីអស់លោកស្រីអាចធ្វើការទំនាក់ទំនងមកនាងខ្ញុំសារ៉ាសាន់ដេតាម Telegram ខាងលើឬ call មកនាងខ្ញុំដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃនាងខ្ញុំសូមអរគុណអស់លោកស្រីដែលតាមដានវីដេអូនេះពីដើមដល់ចប់